ហើយនេះខ្ញុំនឹងបង្ហាញទៅនឹង basic configure on Magnetic ដែលមានក្នុង structure មួយនេះខ្ញុំមាន IP LAN មួយ router IP address ហើយនិង PC ចំនួន2ដែលមាន IP ដោយខាងក្រោម 192.1.0/24 network ហើយ IP router 192.1.1/24 និង PC1 192.1.2/24 អូខេដូច្នេះយើងធ្វើការ set ទៅកាន់ Magnetic វិញតាមរយៈ inbox ហើយយើង set តាមរយៈ MAC address អូខេម្ដងនេះយើងធ្វើការអាសាញ IP address ទៅលើ Magnetic ដែលយើងចូលទៅកាន់ IP address ហើយយើង add សញ្ញាបូកតែយើង add IP 1.1/24 Ethernet ទី2 apply អូខេដូច្នេះយើងអាចមើលឃើញថាយើងដាក់ IP router 192.1.1.1/24 នៅក្នុង network 192.1.1.0 អូខេហើយយើងដាក់ក្នុង interface ទី2ការ apply អូខេហើយយើងអាចដាក់ comment បានដូចជាកន្លែងនេះដាក់ថា LAN អូខេដូច្នេះយើងទៅមើល structure យើងមួយទៀតយើងនឹងធ្វើការ assign IP មួយទៅលើ PC យើងគឺ IP 192.1.2 អូខេចូលទៅកាន់ network sharing router T ហើយវាអត់ដែរ 8.1.2 24 ដែលមាន network gateway 8.1.1 ចាំថា IP default gateway គឺជា IP នៅលើ router របស់យើងអូខេយើងធ្វើការ ping copy 8.1.1 អូខេយើងអាចធ្វើការ ping បាន